មន្ត្រីបសុពេទ្យខេត្តបន្ទាយមានជ័យបង្ក្រាបការស្តុកសត្វគោចំនួន45ក្បាលដែលលួចនាំចូលពីប្រទេសថៃដោយខុសច្បាប់និងបំពានបំរាមអាជ្ញាធរក្រុមអន្តរាគមន៍នៃការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យដឹកនាំដោយលោកហ៊ុយទូចប្រធានការិយាល័យសហការជាមួយនគរបាលស្រុកស្វាយជែកនិងក្រោមកិច្ចសម្របសម្រួលនីតិវិធីពីលោកសវុទ្ធីព្រះរាជអាជ្ញារងនៃអัยការអមសាលាដំបងខេត្តបន្ទាយមានជ័យបានចុះធ្វើអធិការកិច្ចគោលកាលពីថ្ងៃទី26ខែកុម្ភៈឆ្នាំ2026ដែលសង្ស័យលួចនាំចូលពីប្រទេសថៃដោយខុសច្បាប់និងបំពានបំរាមអាជ្ញាធរទីតាំងដីឡូមួយកន្លែងនោះមានឈ្មោះយួមសុកភេទប្រុសជាម្ចាស់ស្ថិតនៅក្នុងភូមិថ្មគោលឃុំផ្គាំស្រុកស្វាយជែកខេត្តបន្ទាយមានជ័យទីតាំងមានស្តុកគោសរុប59ក្បាលក្នុងនោះមានគោពូជថៃចំនួន45ក្បាលនិងគោពូជខ្មែរចំនួន14ក្បាលយោងតាមការឆ្លើយបំភ្លឺពីឈ្មោះយួងសុកបានឲ្យដឹងថាគាត់បានប្រមូលទិញសត្វគោទាំងនោះនៅក្នុងស្រុក14ក្បាលនិងនាំចូលពីប្រទេសថៃតាមច្រករបៀងនានានៅក្នុងមូលដ្ឋានឃុំគោករមៀតនិងឃុំបន្ទាយឆ្មាស្រុកថ្មពួកដោយដឹកតាមគោយន្តកន្ត្រៃក្នុងមួយជើង2ទៅ3ក្បាលហើយលោកបន្តឲ្យឈ្មួញមកប្រមូលទិញនាំឆ្ពោះទៅកាន់ខេត្តកំពង់ចាមតាមរថយន្តធំផ្លូវ3វេអងចំនួន1គ្រឿងដែលត្រៀមដឹកគោនៅនឹងផ្ទះគាត់ស្រាប់លោកហ៊ុយទូចបានឲ្យដឹងបន្តថាក្រោមការសម្របសម្រួលផ្ទាល់ពីលោកព្រះរាជអាជ្ញារងសមត្ថកិច្ចចម្រុះដែលមន្ត្រីពេទ្យជាម្ចាស់ករណីនិងមន្ត្រីនគរបាលយុតិធធជំនាញគឺត្រូវបាននាំយកវត្ថុតាងជាគោនាំចូលពីប្រទេសថៃចំនួន45ក្បាលទៅរក្សាទុកនៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តដើម្បីចាត់ការតាមនីតិវិធីជាបន្តទៀតដោយឡែកគោពូជចំនួន14ក្បាលទៀតសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញដើម្បីរក្សាទុកចំពោះជនសង្ស័យការិយាល័យបានប្រគល់ជូនសមត្ថកិច្ចនគរបាលយុតិធធដើម្បីចាត់ការបន្តតាមនីតិវិធីជំនាញរាយការណ៍ពីមេកុងញូ